លោកនាងជាទីមេត្រីយុវជនកម្ពុជាដែលមានអាយុក្រោម30ក្នុងមួយជីវិតមកទល់ពេលនេះបានស្គាល់មេដឹកនាំប្រទេសរបស់ខ្លួនតែម្នាក់គត់នោះគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកហ៊ុនសែនដែលមានវ័យ64ឆ្នាំកាន់តំណែងផុតកម្ពុជានេះបានជាង28ឆ្នាំហើយលោកតែងមានប្រសាសន៍ថាលោកនឹងកាន់តំណែងនេះបន្តទៅទៀតរហូតដល់លោកមានអាយុ75ឆ្នាំប្រសិនបើប្រជាជននៅតែបោះឆ្នោតជូនលោកក៏ប៉ុន្តែខុសពីអ្វីដែលលោកហ៊ុនសែនប៉ងក្រុមសង្គមស៊ីវិលមួយចំនួនរួមនឹងមេដឹកនាំគណៈបកប្រឆាំងផងបែរជានាំគ្នាពិភាក្សាធ្វើចលនាឲ្យមានច្បាប់កំណត់ឲ្យនាយករដ្ឋមន្ត្រីកាន់អំណាចត្រឹមតែ2អាណត្តិទៅវិញតើការកំណត់អាណត្តិនាយករដ្ឋមន្ត្រីមានសារៈសំខាន់យ៉ាងណាបានជាអ្នកដែលមិនបានធ្វើជានាយករដ្ឋមន្ត្រីខំនាំគ្នាគិតគូរម្លេះលោកជុនច័ន្ទបតសូមជូនបទវិភាគអំពីរឿងនេះគ្រាន់តែទទួលតំណែងជាអនុប្រធានទី1នៃរដ្ឋសភាជាផ្លូវការមិនបានប៉ុន្មានម៉ោងផងលោកកឹមសុខាប្រាប់គេប្រាប់ឯងថាលោកនឹងលើករឿងកំណត់អាណត្តិនាយករដ្ឋមន្ត្រីទៅនិយាយជាមួយលោកហ៊ុនសែនតាមពិតទៅមុននឹងចេញមកជួបនឹងអ្នកកាសែតនៅក្រៅវិមានរដ្ឋសភាលោកកឹមសុខាបានជួបរឿងគួរឲ្យសើចមិនសូវសមមួយនៅខាងក្នុងសភាគឺអ្នកដែលអង្គុយកៅអីសម្រាប់តំណែងអនុប្រធានទី1មិនព្រមប្រឡែងកៅអីនោះឲ្យលោកងាយងាយបានឡើយទោះបីជាអង្គសភាបានបោះឆ្នោតប្រគល់តំណែងអនុប្រធានសភាទី1នោះឲ្យលោកហើយក៏ដោយចុះរហូតទាល់តែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាសមាជិកសភាធម្មតាចេញមុខអន្តរាគមន៍ទើបអ្នកចាស់បង្ខំចិត្តងើបចេញហើយប្រគល់កៅអីនោះទៅឲ្យលោកកឹមសុខាសេចក្តីរាយការណ៍ព័ត៌មានដទៃទៀតក៏ឲ្យដឹងដែរថាសូម្បីតែបន្ទប់ធ្វើការសម្រាប់តំណែងអនុប្រធានសភាទី1ក៏អ្នកចាស់នៅតែតោងស្អិតមិនប្រគល់ឲ្យលោកកឹមសុខាដែរប្រហែលមកពីការក្រាញននាលមិនព្រមចុះចេញពីកៅអីតំណែងកៅអីអំណាចនេះហើយដែលជាផ្នែកមួយជំរុញឲ្យមានការស្នើផ្ដួលច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីការកាន់អំណាចតែឯងរាប់សិបឆ្នាំអាចជាឧបសគ្គរារាំងដ៏ធំមួយមិនឲ្យមានអ្នកចេះដឹងដទៃទៀតមានឱកាសក្នុងការចូលរួមផ្ដល់អ្វីដែលថ្មីអ្វីដែលជឿនលឿនជាងក្នុងការដឹកនាំកសាងជាតិនោះដែរក្រៅពីនេះការកាន់អំណាចតែម្នាក់ឯងយូរអាចផ្ដល់ឱកាសឲ្យអ្នកកាន់អំណាចបញ្ជាក្បាលម៉ាស៊ីនដឹកនាំប្រទេសតាមផ្លូវដដែលៗតាមរបៀបដដែលទន្ទឹមគ្នានឹងខំរកវិធីលាក់បាំងនៅការដឹកនាំនិងចំណាត់ការនានារបស់ខ្លួនដែលធ្វើឲ្យប្រទេសជាតិហិនហោចនោះទៅវិញជាច្រើនឆ្នាំច្រើនអាណត្តិណាស់មកហើយដែលអ្នកដឹកនាំកម្ពុជាប្រកាសគ្មានក្រែងថាខ្លួនចេះជាងគេមានយុទ្ធសាស្ត្រប្រសើរជាងគេក្នុងការដឹកនាំប្រទេសនិងក្នុងការរំលាយគូប្រកួតជាដើមក៏ប៉ុន្តែអ្នកដែលប្រឆាំងនឹងលោកតែងចោទថាលោកហាក់ដូចជាមិនមានវិធីអ្វីក្នុងការដឹកនាំប្រទេសជាតិក្រៅពីការរកស៊ីកាប់ព្រៃលក់ជួលបេតិកភណ្ឌជាទីសក្ការៈរបស់ជាតិឲ្យឈ្មោះរកស៊ីនិងបណ្ដេញអ្នកស្រុកទាំងបង្ខំចេញពីដីស្រែចម្ការយកដីនោះទៅជួលឲ្យក្រុមហ៊ុនបរទេសជាដើមទោះបីជាមនុស្សពេញប្រទេសរួមទាំងសហគមន៍អន្តរជាតិផងនាំគ្នាស្រែកតវ៉ាដោយបញ្ចេញនៅរបាយការណ៍អង្កេតមានភស្តុតាងត្រឹមត្រូវយ៉ាងណាក៏ដោយក៏អ្នកដឹកនាំនៅតែប្រកែកមិនទទួលយកការពិតមិនតែប៉ុណ្ណោះថែមទាំងជេរប្រតិចអ្នកដែលចង្អុលបង្ហាញពីសកម្មភាពខុសឆ្គងនោះទៀតផងប្រហែលជាមិនមានការអភិវឌ្ឍអ្វីជាដុំកំភួនហើយមើលទៅបានជាប្រមុខដឹកនាំតែងតែខំធ្វើឲ្យកក្រឹកកក្រែងខ្លាំងណាស់ចំពោះការងារសាមញ្ញធម្មតាហើយគួរតែដោះស្រាយប៉ុន្មានអាណត្តិមកហើយមានដូចជាការសង់ស្ពានអាកាសដោះស្រាយបញ្ហាចរាចរណ៍នៅទីក្រុងមួយដែលកកស្ទះនិងសង់ផ្សារទំនើបលក់ទំនិញនាំចូលពីបរទេសជាដើមនៅប្រទេសដទៃការងារសង់និងសម្ពោធស្ពានឬផ្សារជាដើមគឺជាភារកិច្ចរបស់អ្នកជំនាញនៅតាមសាលាសង្កាត់សាលាក្រុងតែប៉ុណ្ណោះដូចនេះប្រសិនបើមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីវាអាចផ្ដល់ឱកាសឲ្យមានអ្នកដឹកនាំថ្មីដែលអាចមានគំនិតថ្មីមិនរំពឹងតែទៅលើការលក់ឬជួលគេដំណើរប្រវត្តិសាស្ត្រជាតិលក់ទឹកលក់ដីលក់ព្រៃព្រឹក្សានោះទេការកាន់អំណាចយូរក៏ផ្ដល់ឱកាសឲ្យអ្នកកាន់អំណាចកសាងនូវយន្តការការពារអំណាចរបស់ខ្លួនឲ្យបានរឹងមាំដែលកម្រនឹងមានវិធីធ្វើឲ្យងាយចុះចេញពីតំណែងបានឡើយយន្តការការពារអំណាចរបស់ខ្លួនឲ្យនៅយូរអង្វែងនោះមានដូចជាការដាក់ស្ថាប័នទទួលបន្ទុកការបោះឆ្នោតឲ្យនៅក្រោមការត្រួតពិនិត្យរបស់ខ្លួនការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនិងការក្តោបក្តាប់កងកម្លាំងប្រដាប់អាវុធជាដើមសូម្បីតែព្រះមហាក្សត្រក៏ត្រូវលោកនាយករដ្ឋមន្ត្រីជាអ្នកជ្រោមជ្រែងឲ្យឡើងសោយរាជ្យដែរធ្វើម៉េចបើលោកនាយករដ្ឋមន្ត្រីកាន់អំណាចបានយូរជាងលោកត្រូវមានភារៈជាអ្នកជ្រើសរើសស្ទើរគ្រប់ស្ថាប័នដល់អញ្ចឹងទៅអ្នកដែលត្រូវលោកជ្រើសរើសនោះតែងតែស្ដាប់បង្គាប់លោកទីបំផុតអំណាចរត់ទៅប្រមូលផ្ដុំតែទៅលើបុគ្គលម្នាក់មន្ត្រីដែលនៅជុំវិញលោក
ដែលភាគច្រើនសុទ្ធតែលោកប្រោសប្រទានផ្ដល់អំណាចឲ្យនាំគ្នាគោរពបូជាលោកចាត់ទុកលោកជាទីសក្ការៈពួកគេមិនត្រឹមតែអោនលំទោននៅចំពោះមុខលោកទេសូម្បីតែការសរសេរលិខិតស្នាមនានាឲ្យតែប៉ះចំឈ្មោះឬក៏រមងាររបស់លោកក៏គេត្រូវបដូរពុម្ពអក្សរឲ្យធំជាងច្បាស់ជាងប្រណិតជាងអក្សរដទៃទៀតក្នុងលិខិតទាំងមូលនោះដែរយូរទៅមន្ត្រីនៅក្រោមអាវ៉ាតលោកស្ទើរតែទាំងអស់ហាក់ដូចជានាំគ្នាធ្វើការដើម្បីតែបង្ហាញសកម្មភាពរបស់ខ្លួនឲ្យលោកហ៊ុនសែនបានឃើញជាងមានទិសដៅក្នុងការបម្រើជាតិនិងប្រជាជនមានមន្ត្រីមិនតិចទេដែលពេលចុះធ្វើសកម្មភាពផ្សេងតែងជួលអ្នកកាសែតឲ្យចុះផ្សាយពីសកម្មភាពរបស់ខ្លួនប្រសិនបើមេធំចេញទៅបេសកកម្មនៅក្រៅប្រទេសគេឲ្យលុយអ្នកកាសែតថែមទៀតដើម្បីឲ្យផ្អាប់រឿងនោះទុកសិនកុំទាន់ចេញផ្សាយចាំសម្ដេចមកវិញសិនទើបផ្សាយដើម្បីឲ្យសម្ដេចបានឃើញបន្ថែមលើនេះអ្នកកាន់អំណាចជាពិសេសអ្នកកាន់អំណាចកាន់តែយូរកាន់តែមានប្រៀបច្រើនជាងអ្នកដែលមិនកាន់អំណាចក្នុងការអួតអាងពីសមិទ្ធផលទាំងឡាយដែលខ្លួនបានធ្វើទោះតិចឬច្រើនក្តីក្នុងការឃោសនារកសម្លេងឆ្នោតម្ដងក្រុមអ្នកកាន់អំណាចតែងឆក់ឱកាសនោះវាយបកទៅអ្នកដែលមិនមានឱកាសបានកាន់អំណាចពាក្យដែលក្រុមអ្នកកាន់អំណាចនិងអ្នកគាំទ្រតែងលើកឡើងនោះគឺថាមើលចុះគណៈបកប្រឆាំងបានធ្វើអ្វីខ្លះក្រៅតែពីស្រែកបន្ទចបង្អាក់ដំណើរអភិវឌ្ឍជាដើមឥទ្ធិពលនៃទឹកប្រាក់របស់អ្នកដែលរកស៊ីកាក់កបជាមួយនឹងអ្នកកាន់អំណាចដុសស្នឹមក៏ជួយបង្កើតប្រព័ន្ធរបាំងការពារមួយមិនឲ្យបេក្ខជននយោបាយដទៃហក់ចូលក្នុងសៃវៀនដឹកនាំប្រទេសបានដោយងាយនោះឡើយនៅកម្ពុជាបច្ចុប្បន្នគេកម្រឃើញមានថាការរកស៊ីធំណាដែលមិនមានតំណែងណាមួយក្នុងរចនាសម្ព័ន្ធអំណាចរដ្ឋាភិបាលទេបើមិនមានតួនាទីជាសមាជិកសភាឬព្រឹទ្ធសភាទេក៏មានតំណែងជាទីប្រឹក្សាសម្ដេចនេះឬឯកឧត្តមនោះដែរពួកគាត់រកស៊ីមានបានដោយសារគាត់មានទំនាក់ទំនងដ៏ជិតស្និទ្ធយូរអង្វែងចាក់ស្រេះជាមួយក្រុមមេដឹកនាំដូច្នេះពួកគាត់ក៏ត្រូវតែធ្វើយ៉ាងណាដើម្បីជួយទំនុកបម្រុងឲ្យអ្នកកាន់អំណាចនោះនៅក្រាញក្នុងអំណាចជាបន្តទៅទៀតដែរបើពួកគាត់ត្រូវចំណាយលុយសាងសង់សំណង់អ្វីមួយដែលអាចកេងចំណេញនយោបាយបានពួកគាត់មិនខ្លាចហុចលុយទាំងខ្ទាស់ជូនលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅចំពោះមុខម៉ាស៊ីនថតរូបថតទូរទស្សន៍នោះទេមើលទៅពួកគេហាក់ដូចជាមានទឹកចិត្តជ្រះថ្លាណាស់ដើម្បីលើកទឹកចិត្តក្រុមសន្តិសុខស៊ីឈ្នួលដែលបានវាយបំបាយក្រុមបាតកោវាយអ្នកកាសែតពេលដែលក្រុមនេះបានភ្លក់រសជាតិដំបងរបស់បាតកោម្ដងវិញថាការរកស៊ីជួយដីធំនៅស្រុកខ្មែរនាំគ្នាតម្រង់ជួបខ្ចប់លុយទៅជួយដល់ពេទ្យប្រកបដោយទឹកមុខសោកសង្រេងដូចចេញពីបាតបេះដូងពិតគេធ្វើយ៉ាងណាឲ្យតែបានអែបអបនឹងមេដឹកនាំដែលបានផ្ដល់ឱកាសនិងជួយទំនុកបម្រុងឲ្យគេរកស៊ីមានបានតាំងពីពេលចាប់កវែកកឆ្នាំងដំបូងមកម្លេះការកំណត់អាណត្តិនាយករដ្ឋមន្ត្រីក៏ប្រហែលជាអាចជួយកាត់បន្ថយអំពើពុករលួយបានមួយចំណែកធំបើក្រុមអ្នកដឹកនាំកាន់តំណែងក្នុងរយៈពេលជាកំណត់មួយពួកគាត់ក៏ប្រហែលជាមិនមានលទ្ធភាពឥតព្រំដែនក្នុងការបង្កើតបណ្ដាញបកពួកនិយមគ្រួសារនិយមពេញស្ថាប័នរដ្ឋដែលបង្កឲ្យមានអំពើពុករលួយនិងមានឱកាសក្នុងការកេងចំណេញពីតួនាទីរបស់ខ្លួនដែរជាងនេះទៅទៀតការកំណត់អាណត្តិនាយករដ្ឋមន្ត្រីក៏ប្រហែលជាអាចបញ្ជៀសបាននូវជំងឺលង់ខ្លួនមួយចំនួនការអង្គុយស្រួលយូរពេកក្នុងការិយាល័យទំនើបមានព្រំស្រស់ស្អាតមានអ្នកបម្រើមានជំនួយការទីប្រឹក្សាអាមីអាថោងឆ្វេងស្ដាំចាំតែលើកជើងច្រើនពេកទៅអាចធ្វើឲ្យពួកគាត់លង់ខ្លួនភ្លេចនឹកគិតដល់ជីវិតសាមញ្ញធម្មតារបស់ប្រជាពលរដ្ឋទូទៅដែលគាត់មានភារៈបម្រើនិងដោះស្រាយជូនមានពេលខ្លះក្រុមអាមីអាថោងប្រហែលជាមិនចង់រំពឹលទុកមេរបស់ខ្លួនក៏លាក់បាំងបញ្ហាមួយចំនួនមិនឲ្យមេដឹងហើយពេលនោះទោះបីជាមេដឹកនាំនោះប្រកបដោយកតេបណ្ឌិតឆ្លៀសវៃយ៉ាងណាក៏ដោយក៏ទីបំផុតចេញមុខសារភាពថាខ្លួនមិនបានដឹងរឿងអីសោះម្យ៉ាងទៀតការកំណត់អាណត្តិនាយករដ្ឋមន្ត្រីក៏ប្រហែលជាអាចជួយឲ្យក្រុមអ្នកកាន់អំណាចយកចិត្តទុកដាក់ក្នុងការបំពេញការងារបម្រើជាតិបានពេញដៃពេញជើងជាងការមិនកំណត់ដែរជាពិសេសនៅក្នុងអាណត្តិចុងក្រោយដោយមេដឹកនាំនិងក្រុមបករបស់ខ្លួនដឹងថានឹងលែងមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីទៀតនោះគាត់អាចលែងខ្វល់ពីការខិតខំរកយុទ្ធសាស្ត្ររកសម្លេងឈ្នះឆ្នោតសម្រាប់អាណត្តិក្រោយទៀតហើយពេលនោះគាត់អាចបង្វែរការយកចិត្តទុកដាក់ទាំងស្រុងទៅនឹងការកសាងជាតិពិតនិងកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនពេលអស់អំណាចទៅនោះទៀតផងទោះជាយ៉ាងណាក៏ដោយអ្នកដែលនៅក្រាញនឹងអំណាចតែលើកហេតុផលផ្សេងពីការនៅបន្តកាន់អំណាចគ្មានព្រំដែនរបស់ខ្លួននោះគេតែងលើកឡើងថាមិនមែនមកពីការស្រឡាញ់អំណាច
ហើយក្រាញននៀលនឹងអំណាចនោះទេតែមកពីថាខ្លួនជាអ្នកចេះជាងគេក្នុងការកាច់ចង្កូតដឹកនាំបានល្អព្រោះខ្លួនស្គាល់កន្លុកកន្លៀតសពគ្រប់រាប់សិបឆ្នាំហើយគ្មាននរណាចេះជាងខ្លួននោះទៀតទេនេះប្រហែលជាគ្រាន់តែជាពាក្យដោះសារការពីអំណាចដែលផ្ទុយស្រឡះពីពាក្យចាស់ខ្មែរពីបរមបុរាណដែលប្រដៅថាចេះឯងឲ្យក្រែងចេះគេខ្ញុំជុនច័ន្ទបុត្រ Vichu Azizi Serai Washingtonការងូតទឹកគឺជាផ្នែកមួយដ៏ចាំបាច់ឬក៏ជាទម្លាប់មួយរបស់អ្នកគ្រប់គ្នាការងូតទឹកក៏បានជួយធ្វើឲ្យអ្នកទទួលបាននូវសុខភាពល្អហើយវាក៏អាស្រ័យទៅលើសីតុណ្ហភាពម្យ៉ាងវិញទៀតវាក៏បានផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗគ្នាផងដែរខាងក្រោមនេះជាអត្ថប្រយោជន៍ពីការងូតទឹកក្តៅទី1គឺធ្វើឲ្យអ្នកមានអារម្មណ៍ល្អការងូតទឹកក្តៅអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្រះច្រាស់ថ្លានិងបំបត្តិនៅកង្វល់បានទៀតផងវាក៏ធ្វើឲ្យស្បែករបស់អ្នកមានភាពស្រទន់និងជួយកាត់បន្ថយពីការរមួលក្រពើបានទៀតម្យ៉ាងវិញទៀតទឹកក្តៅក៏បានជួយធ្វើការម៉ាស្សាស្មានិងករបស់អ្នកបានទី2គឺកាត់បន្ថយពីការថប់អារម្មណ៍និងជំងឺផ្ដាសាយការសិក្សាមួយបានបង្ហាញថាការងូតទឹកក្តៅបានជួយកាត់បន្ថយនៅកម្រិតអរម៉ូនអុកស៊ីតូស៊ីនដែលជាអរម៉ូនដែលធ្វើឲ្យអ្នកមានអារម្មណ៍តប់ប្រមល់និងការឆាប់ខឹងសម្បារពេលកើតមានរឿងអ្វីមួយក្នុងនោះផងដែរការងូតទឹកក្តៅក៏បានដើរតួនាទីក្នុងការបំបត្តិនៅជំងឺផ្ដាសាយដោយសារតែចំហាយនៃទឹកក្តៅអាចជួយកាត់បន្ថយនៃភាពតឹងច្រមុះរបស់អ្នកចា៎នេះគឺជាអត្ថប្រយោជន៍នៃការងូតទឹកក្តៅទី1នោះគឺធ្វើឲ្យអ្នកមានអារម្មណ៍ល្អទី2គឺកាត់បន្ថយពីការថប់អារម្មណ៍និងជំងឺផ្ដាសាយដរាបណាមិនទាន់ចាប់ខ្លួនជនសង្ស័យថោងសារ៉ាតបានសំណុំរឿងដែលតាក់ទងទៅនឹងគ្រួសារសេដ្ឋីស្រុកខ្មែរដើមកំណើតវៀតណាមមួយនេះនៅតែត្រូវគេបង្ហាញជាប់រហូតឥតដាច់នៅលើទំព័រកាសែតខ្មែរភ្នំពេញប៉ុស្តិ៍នៅថ្ងៃច័ន្ទនេះឲ្យចំណងជើងថាតុលាការចោទបញ្ជូនឪពុកម្ដាយថោងសារ៉ាត់ទៅឃុំនៅក្នុងគុកព្រៃសរដោយមានរូបភាពប្តីប្រពន្ធដែលទឹកមុខនៅស្រស់នៅឡើយកាសែតសរសេរថាចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យម្សិលមិញបានសម្រេចបញ្ជូនឪពុកម្ដាយអុកញ៉ាថោងសារ៉ាត់ទៅឃុំបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរចោទពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតចំណែកប្រពន្ធនិងប្អូនប្រុសថោងសារ៉ាត់ម្នាក់ទៀតត្រូវបានដោះលែងដោយសាររកមិនឃើញមានជាប់ពាក់ព័ន្ធខណៈប៉ូលីសអះអាងថាមេខ្លោងថោងសារ៉ាត់ប៉ូលីសកម្ពុជាកំពុងតាក់ទងប៉ូលីសអន្តរជាតិប្រទេសជិតខាងដើម្បីធ្វើការចាប់ខ្លួនដោយអាណិតស្រឡាញ់កូនយើងឆេវឆាវបន្តិចថ្ងៃហ្នឹងខ្ញុំប្រាប់អ្នកទាំងអស់ខ្ញុំសូមទោសឯកឧត្តមជួនសុវណ្ណហើយខ្ញុំអរគុណអ្នកទាំងអស់គ្នានេះគឺជាការថ្លែងរបស់លោកថោងចម្រើនទៅកាន់អ្នកកាសែតនៅឯតុលាការក្រុងភ្នំពេញប៉ុស្តិ៍ក៏បានបន្តសម្ដីលោកស្រីកែវសារីជាភរិយាដែលបានសរសើរថាដំណើរការសាកសួរគឺល្អណាស់អត់អីទេចាំថ្ងៃក្រោយជួបគ្នាវិញឥឡូវយើងទៅព្រៃសរគេបានសួរច្រើនដែរដោយរំលឹកពីដំណើររឿងនៃការបាញ់សម្លាប់លោកអុកញ៉ាអឹងមេងឈឺនិងការយល់ស្របរបស់មេធាវីការពារក្តីឲ្យគ្រួសារលោកថោងសារ៉ាត់ទៅលើការចោទកាសែតក៏បានបន្ថែមផងដែរពីប្រសាសន៍របស់លោកស្នងការប៉ូលីសជួនសុវណ្ណពីការតាមចាប់ខ្លួនអុកញ៉ាថោងសារ៉ាត់ដូចគ្នានេះកាសែតកោះសន្តិភាពក៏មានចំណងជើងនៅទំព័រមុខផងដែរគឺតាមចាប់ថោងសារ៉ាត់ប្អូនប្រុសនិងប្រពន្ធទី2បានដោះលែងឪពុកម្ដាយត្រូវបានឃុំខ្លួននៅព្រៃសរតាមរយៈចំណងជើងនេះកាសែតចុះផ្សាយថាចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញលោកស្វាយតុញកាលពីម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី 7 ធ្នូបានសម្រេចចេញដីកាឃុំខ្លួនប្តីប្រពន្ធ2នាក់ត្រូវជាឪពុកម្ដាយអុកញ៉ាថោងសារ៉ាត់ដែលជាប់ពិរុទ្ធដាក់ពន្ធនាគារព្រៃសរជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតតែមិនពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់អុកញ៉ាអឹងមេងឈឺនោះទេកាសែតបានលើកឡើងពីការចាប់ខ្លួនថោងសារ៉ាត់តែបែរជាប្រទះឃើញអាវុធនិងគ្រាប់មិនស្របច្បាប់ជាច្រើនដែលជាវត្ថុតាងក្នុងការដាក់បន្ទុកនិងចោទប្រកាន់ឪពុកម្ដាយថោងសារ៉ាត់ដាក់ពន្ធនាគារបណ្ដោះអាសន្នលោកថោងចម្រើននិងអ្នកស្រីកែវសារីត្រូវគេកត់សម្គាល់ថាបង្ហាញនៅភាពញញឹមមិនមានការតក់ស្លុតឬព្រួយបារម្ភអ្វីទេនៅពេលដែលសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារព្រៃសរខុសពីអ្នកដទៃដែលស្រែកទាមទារយុត្តិធម៌
ក៏សន្តិភាពបាននិយាយពីការផ្អើលរបស់ប្រព័ន្ធផ្សព្វផ្សាយការចាប់ខ្លួនអុកញ៉ាថោងសារ៉ាត់តែត្រូវបដិសេធដោយប៉ូលីសវិលទៅមើលភ្នំពេញប៉ុស្តិ៍ម្ដងទៀតកាសែតនៅមានរឿងសំខាន់ផ្សេងទៀតដោយភ្នំពេញប៉ុស្តិ៍ឡើងចំណងជើងតូចមួយនៅទំព័រមុខថាអង្គការសិទ្ធិមនុស្សទាមទារឲ្យបិទមណ្ឌលសង្គមគិច្ចព្រៃស្ពឺហេតុផលដែលកាសែតដាក់ចំណងជើងដូចនេះគឺបានធ្វើឡើងខណៈដែលមានការរាយការណ៍ថាមានបុរសម្នាក់ដែលបានជាប់ឃុំនៅមន្ទីរសង្គមគិច្ចព្រៃស្ពឺរាជធានីភ្នំពេញអស់ជាច្រើនសប្តាហ៍បានស្លាប់កាលពីចុងខែមុនបន្ទាប់ពីពុំទទួលបានការព្យាបាលសុខភាពនៅទីនោះសេចក្តីប្រកាសរួមរបស់អង្គការសិទ្ធិមនុស្សត្រូវកាសែតផ្សាយបន្តថាបុរសឈ្មោះភាដែលបានស្លាប់នៅក្នុងមន្ទីរសង្គមគិច្ចព្រៃស្ពឺត្រូវគេបញ្ជូនទៅបូជាភ្លាមដោយមិនមានការស៊ើបអង្កេតត្រឹមត្រូវពីប៉ូលីសស្ត្រីមួយរូបដែលលួចរត់ចេញពីមន្ទីរសង្គមគិច្ចថ្លែងប្រាប់កាសែតថានៅទីនោះគ្មានអាហារទេបុគ្គលិកតែងវាយដំអ្នកដែលជាប់ឃុំក៏ប៉ុន្តែបុគ្គលិកមួយរូបរបស់មន្ទីរសង្គមគិច្ចដែលភ្នំពេញប៉ុស្តិ៍បានជួបនៅទីនោះថ្លែងថាគេតែងមានការផ្គត់ផ្គង់អាហារនិងយកគ្រូពេទ្យមកពិនិត្យព្យាបាលតែគាត់នៅតែមិនជឿចុងបញ្ចប់នៃសំណេរកាសែតលើកឡើងពីប្រសាសន៍មេដឹកនាំអង្គការសិទ្ធិមនុស្សនានាស្ដីពីការរំលោភសិទ្ធិមនុស្សនៅមន្ទីរសង្គមគិច្ចព្រៃស្ពឺនិងទាមទារឲ្យមានការបិទចោលហើយកែប្រែស្ថានភាពក្រៅពីនេះកោះសន្តិភាពបានចុះផ្សាយម្ដងទៀតហើយពីស្នូលផ្ទុះដ៏កក្រើកអាកាសវេហានៅតំបន់ព្រះវិហារកាលពីថ្ងៃម្សិលមិញដោយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ប៉ុន្តែបំណែកលោហៈមិនខុសគ្នាពីការផ្ទុះ3លើកកន្លងមកនោះទេនៅផ្នែកខាងលើនៃទំព័រមុខផងដែរកាសែតក៏បានលើកយកពីសកម្មភាពរបស់លោកសំរងស៊ីនិងអ្នកតំណាងរាជគណៈបកសង្គ្រោះជាតិដែលបានទៅសួរសុខទុក្ខអ្នកជាប់ឃុំនៅពន្ធនាគារព្រៃសរចំនួន17នាក់មកបង្ហាញលោកសំរងស៊ីត្រូវកាសែតស្រង់ប្រសាសន៍ខ្លីថាលោកកំពុងស្វាស្វែងរកមធ្យោបាយជួយដោះលែងអ្នកជាប់ឃុំទាំងនោះឲ្យមានសេរីភាពក្នុងពេលឆាប់នេះកោះសន្តិភាពបានបិទបញ្ចប់ទស្សនៈសារព័ត៌មាននៅថ្ងៃនេះដោយបន្ថែមប្រធានរឿងមួយតូចគួរឲ្យអាម៉ាស់នៅខេត្តកំពង់ស្ពឺថាបងប្រុសបង្កើតអាយុ17ឆ្នាំមើលរឿងអាហាភាសតាមទូរស័ព្ទដៃហើយមានអារម្មណ៍ផ្លូវភេទក៏ចាប់រំលោភប្អូនស្រីបង្កើតអាយុ8ឆ្នាំដល់ទៅ2ដង